คัญនោះគឺសូមឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជិតខាងអ្នករស់នៅទីតាំងនេះផ្ទាល់សូមឲ្យមានការសម្អាតជាប្រចាំបាទថ្ងៃនេះក្នុងនាមខ្ញុំជាប្រធានយុវជនគណៈបកសង្កាត់ឡើងដែរបានដឹកនាំកម្លាំងយុវជនគណៈបកក៏ដូចជាចូលរួមសហការជាមួយអាជ្ញាធរថ្នាក់ដឹកនាំភូមិទាំងត្រៃបានចុះធ្វើសកម្មភាពបរិស្ថានដែលយើងធ្វើនេះនៅចំណុចផ្លូវបេតុងខាងលិចសាលាសង្កពូររហូតដល់ផ្លូវសាលាឃីវហើយសូមជម្រាបជូនផងដែរថាចំណុចផ្លូវនេះគឺមានការកកដីនៅតាមចិញ្ចើមផ្លូវនៅតាមទ្រូងផ្លូវហើយមិនត្រឹមតែប៉ុណ្ណោះវាកកដីនេះវាធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើរវាហុយហើយវាអាចបញ្ហាប្រឈមទៅដល់ការហូរទៅបាត់ប្រព័ន្ធលូរបស់ទឹកភ្លៀងផងដែរហើយមួយទៀតឃើញថាអំឡុងពេលដែលយើងសម្អាតបរិស្ថាននេះឃើញថាមានដបផ្លាស្ទិកឬក៏ថង់ទឹកពៅឬក៏ដបអីផ្សេងៗដែលបងប្អូនគាត់ធ្វើដំណើរទៅពេលដែលគាត់ហូបអស់ហើយក៏គាត់បោះចោលនៅតាមដងផ្លូវនៅតាមចិញ្ចើមផ្លូវឬក៏នៅតាមព្រៃដែលនៅជិតហ្នឹងអញ្ចឹងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងហើយសកម្មភាពមួយនេះដែរសូមបង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមាគមអង្គការពាក់ព័ន្ធទូទៅសូមមេត្តាជួយគ្រប់គ្រងជួយសម្អាតបរិស្ថានទាំងអស់គ្នាបរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នាហើយសំខាន់នោះគឺសូមឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជិតខាងអ្នករស់នៅទីតាំងនេះផ្ទាល់សូមឲ្យមានការសម្អាតជាប្រចាំពីព្រោះអីយើងគិតថាផ្លូវដែលយើងបានពីរដ្ឋាភិបាលផ្លូវ38ខ្សែនេះគឺយើងធ្វើបានស្អាតណាស់តែដោយឡែកចិញ្ចើមផ្លូវដែលបងប្អូនរស់នៅផ្ទាល់ក៏ដូចជាបងប្អូនដែលមិនទាន់បានមកស្នាក់នៅមិនទាន់បានមកធ្វើផ្ទះឃើញថានៅមានព្រៃដុះតាមចិញ្ចើមផ្លូវជាច្រើនហើយអ្វីទាំងអស់នេះធ្វើឲ្យមានការរុញច្រានពីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវហ្នឹងគាត់ឃើញកន្លែងហ្នឹងមិនស្អាតក៏គាត់ជិះមកទៅគាត់ហូបដូងទៅឬក៏គាត់ហូបទឹកពៅទៅគាត់បោះអាកាកសំណល់ចូលទៅក្នុងព្រៃនេះតែម្ដងអញ្ចឹងជាចុងក្រោយសូមស្នើសុំដល់បងប្អូនទាំងអស់គ្នាសូមមេត្តាអញ្ជើញចូលរួមទាំងអស់គ្នាដើម្បីសន្តិភាពក្រុងសៀមរាបយើងចាសូមអរគុណ